គេថាមេក្តៅញ៉ាំរបស់ត្រជាក់មេត្រជាក់ញ៉ាំរបស់ក្តៅហើយបើឥឡូវឃ្លានស៊ុបវិញនៅរកអាកាសធាតុក្តៅត្រជាក់អីធ្វើទៅហើយបើគ្រឿងផ្សំគេវិញស្តៀងស្លមជូរដែរទេអញ្ចឹងមានគល់សក្តិក្លឹកក្រូចសើចរំដេងអីហ្នឹងប៉ុន្តែអត់ដាក់ល្មៀតទេមានកាពិអំបិលទុំទឹកដោះគោខាប់ហើយទឹកដោះគោឆៅមិនបាច់ទាន់ដាក់ពេលរំលីងនេះក៏បានដែរព្រោះអីពេលដាក់ពេលរំលីងហ្នឹងយើងត្រូវដកកាកចាញ់អញ្ចឹងទៅវាដោយជាតិទឹកដោះគោនឹងទៅតាមឆ្នាំងអីអញ្ចឹងវាអត់សូវខាប់អញ្ចឹងអ្នកចាំពេលយើងដកអាកាកនឹងចេញអស់ហើយចាំយើងដាក់ទឹកដោះគោឆៅចូលបើទឹកជ្រលក់នេះវិញខ្ញុំមាន3មុខខ្ញុំដាក់ចូលគ្នាអានឹងឆ្នៃតាមបែបខ្ញុំប៉ុន្តែរសជាតិឆ្ងាញ់អាចទទួលយកបានសម្រាប់ខ្ញុំតែសម្រាប់បងប្អូនបើសិនជាធ្វើតាមខ្ញុំហើយអត់ឆ្ងាញ់ឬក៏អីអានឹងខ្ញុំមិនដឹងអីតែសម្រាប់ខ្ញុំគឺខ្ញុំឆ្ងាញ់រសជាតិបែបហ្នឹងអញ្ចឹងមានទឹកម៉ាយ៉ូណេសមានទឹកស៊ូគីជាមួយនឹងតៅហ៊ូហើយមានដាក់ខ្ទឹមច្រាមចូលជាមួយនឹងម្ទេសថែមស្ករបើសិនជារសជាតិរៀងស្ទើរជូរថែមក្រូចឆ្មាតិចទៅប៉ុន្តែពេលដែលយើងដាក់អាទឹកស៊ុបនឹងចូលហើយគឺវាមានជាតិជូរស្រាប់ហើយឆ្ងាញ់ទទួលយកបាន